tới để chiaកម្លាំងចិត្តបើគ្មានកម្លាំងចិត្តតែអ្នកអាចទៅមុខរួចដែរអត់សម្រាប់ខ្ញុំកម្លាំងចិត្តគឺជារឿងសំខាន់បំផុតបើខ្ញុំមានកម្លាំងចិត្តទេទោះកម្លាំងកាយខ្ញុំបរិបូរណ៍យ៉ាងណាក៏ខ្ញុំមិនអាចធ្វើអ្វីកើតដែរពេលខ្លះសូម្បីតែលើកស្លាបព្រាហូបបាយក៏ហូបមិនកើតដែរការលើកទឹកចិត្តគឺជារឿងសំខាន់ណាស់ពេលខ្លះហត់ខ្លាំងក៏អាចសម្លឹងមើលមកកូនក៏មានកម្លាំងចិត្តមកវិញតែអ្វីៗមិនអាចផ្ដល់ឲ្យយើងរហូតទេអ្វីដែលសំខាន់បំផុតគឺយើងខ្លួនឯងត្រូវចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងតស៊ូទៅមុខកុំបាក់ទឹកចិត្តកុំខូចចិត្តច្រើនពេកបើដែលទឹកការជប់ឬមិនល្អថ្ងៃស្អែកជាថ្ងៃល្អរបស់យើងកុំភ្លេចអតីតកាលចង់ធ្វើថ្ងៃនេះឲ្យល្អបំផុតអនាគតយើងនឹងល្អទៅតាមនឹងដែរតែបើជប់ឬមិនល្អក៏ព្យាយាមលើកទឹកចិត្តខ្លួនឯងបណ្ដាគ្មានអ្នកណាឥតខ្ចោះទេក៏ព្យាយាមយកពាក្យគេមកបង្ហាញទឹកចិត្តខ្លួនឯងត្រូវតស៊ូច្រើនពួកខ្ញុំជាមនុស្សម្នាក់ដែលឲ្យតែគេនិយាយមកឆាប់បាក់ទឹកចិត្តលឿនដែរតែពេលនេះគឺខ្ញុំធ្វើបានច្រើនបងប្អូនបាននិយាយចង់ចែកទៅបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យបាក់ទឹកចិត្តព្រោះវាជាជំងឺផ្លូវចិត្តដែលយើងពិបាកព្យាបាលទៅយើងខ្លួនឯងមានចិត្តរឹងមាំទើបយើងអាចតស៊ូទៅមុខបាន